បាទសួស្តីបងប្អូនជាម្រាបគោដុតសូមស្វាគមន៍ណាថ្ងៃនេះថ្ងៃទី17ខែ6ឆ្នាំ2026គោយើងដុតរាល់ថ្ងៃណាបងប្អូនណាបាទដុតរាល់ថ្ងៃថ្មីរាល់ថ្ងៃយ៉ាងនេះខ្ចីល្អបងប្អូនគោនេះអាចជា8ជាងគីឡូវាតែខ្ចីណាហើយបញ្ជាក់ប្រាប់បងប្អូនថាកាលពីមុនយើងដុតឆ្អិនដល់ពេលឆ្អិនទៅភ្ញៀវដែលគាត់មកទិញគាត់ថាបងអើយកមកឆ្អិនពេកខ្ញុំចង់បានឈាមអញ្ចឹងចង់ចាប់ដើមឥឡូវទៅយើងដុតយកទៅផុយស្បែកទេណាតែមិនបុកយកស្បែកឲ្យផុយហើយឲ្យយកសាច់យកមកល្មមឲ្យសាច់យកត្រឹម60-70%ដើម្បីឲ្យវាមានជាតិសំណើមឆ្ងាញ់អញ្ចឹងណាព្រោះភ្ញៀវរាល់ថ្ងៃភាគច្រើនគាត់មកទិញគាត់រកសាច់សាច់ហ្នឹងដែលឈាមបងប្អូនបាទសាច់ឈាមអញ្ចឹងយើងភាគច្រើន80-90%អញ្ចឹងគោនោះយើងដុតឲ្យឆ្អិនដល់ក្នុងក៏បានដែរបងប្អូនគាត់ថាយើងដុតទៅវាខ្សោះសាច់ដល់ក្នុងអញ្ចឹងយើងដុតមកល្មមដែលហូបទៅឆ្ងាញ់មានជាតិសំណើមអញ្ចឹងណាហើយគោនេះខ្ចីល្អបងប្អូនបាទខ្ចីល្អមែនតើគោនេះតណាក៏ផុយតណាក៏លួចណានេះដុតចង់រៀងជ្រុលដៃបងប្អូនមើលកេះទៅធ្លាយបាត់ដោយសារតែការដុតរបស់យើងនេះវិញវាខ្លាំងវិញបុកភ្លើងខ្លាំងវិញទៅគឺវាផុយអស់អញ្ចឹងបញ្ជាក់បងប្អូនថាការដុតគោដុតមិនមែនដុតមួយថ្ងៃពីរថ្ងៃចេះទេណាវាដុតរឿងរយៈពេលយូរឯណាហ្នឹងហើយ 4-5 ថ្ងៃមួយអាទិត្យទៅ10ថ្ងៃបងប្អូនចេះហើយនៅខ្ញុំតាមជួយប្រហាត់បងប្អូនទេអ្នកមករៀនណាមិនមែនខ្ញុំបោះបង់ចោលណាបាទខ្ញុំបរៀនបងប្អូនរហូតតើបងប្អូនចេះស្ទាត់ជំនាញដូចខ្ញុំអញ្ចឹងណាហ្នឹងហើយឲ្យបងប្អូនស្គាល់ថាគោហ្នឹងដុតកើតតែអត់ចាស់ឬខ្ចីគោចាស់ដុតរបៀបម៉េចគោខ្ចីដុតរបៀបម៉េចបាទបងប្អូនដឹងថាការប្រើភ្លើងប្រើរបៀបម៉េចការដុតគោមិនងាយដូចដុតអីផ្សេងទេណាបងប្អូនយើងមិនចង់និយាយប៉ះពាល់អីគេណាការដុតគោរៀនរយៈពេលយូរបាទហើយអញ្ចឹងបងប្អូនកុំគិតថាថ្លៃហើយមិនមែនរៀនមួយថ្ងៃពីរថ្ងៃចេះទេណាអាចប្រើរយៈពេល7ថ្ងៃដល់10ថ្ងៃហើយអត់តស្ទាត់ទេណាគឺខ្ញុំបង្រៀនរហូតឲ្យបងប្អូនយល់ស្គាល់បាទឲ្យចេះដូចខ្ញុំអញ្ចឹងបាទឲ្យឆ្ងល់ឲ្យសួរខ្ញុំបានរហូតបាទបងប្អូនការដុតរបស់យើងអញ្ចឹងបងប្អូនបាទបងប្អូនមើលឲ្យទៅណាទោះបីបងប្អូនមករៀនក៏បងប្អូនដុតអញ្ចឹងដែរណាបងប្អូនចេះដូចខ្ញុំអញ្ចឹងហាងខ្ញុំមានស្អីគឺខ្ញុំបង្រៀនបងប្អូនឲ្យចេះទាំងអស់ណាបាទអរគុណបងប្អូនអាឆ្ងល់នេះក៏យើងផ្លះទុកចែកគ្នាណាបាទអរគុណ